ការជួយគ្នាការសណ្ដោះគ្នានោះហើយបានតម្លៃជាមនុស្សកុំចង់ឈ្នះគ្នាណាថ្ងៃហ្នឹងយើងបំពេញគេយើងឈ្នះគេមែនយើងសោយសុកលើទឹកភ្នែកគេថ្ងៃក្រោយអ្នកណាម្នាក់នឹងធ្វើឲ្យយើងទឹកភ្នែកដើម្បីឲ្យយើងស្គាល់ព្រោះពេលដែលយើងសាបព្រោះក្របពូជហ្នឹងយើងអត់ដឹងថាយើងបានផលអីទេសบายណាស់អញ្ចឹងតែខ្ញុំចំណាំនិយាយថាពេលខ្លះបងប្អូនយើងគាត់បាបគាត់អង្គុយទៅពីអំបែងកែវលេបអំបែងកែវឪម៉ែទៅខ្វេះអំបែងកែវចេញពីកខឹងឪម៉ែថាគេកំពុងតែឆ្ងាញ់ការពិតអាអ្នកបាបទៅវាអត់ដឹងថានឹងអំបែងកែវទេម៉ែឪនេះដែលសម្លឹងឃើញថានឹងអំបែងកែវទៅឆ្កឹះចេញមកវាខឹងដូចថ្នាក់ដឹកនាំយើងអញ្ចឹងថ្នាក់ដឹកនាំឃើញមន្ត្រីខ្លះខូចខលអីតិចតួចជាបុគ្គលធ្វើផ្ដេសផ្ដាសហ្នឹងដូចលេងអំបែងកែវអញ្ចឹងទៅឆ្កឹះចេញពីកមកខឹងសបាឯងថាឯងនឹងរឿងអីឆ្កឹះអំបែងកែវចេញពីកគេពុកឆ្ងាញ់បើមិនឆ្កឹះហ្មិចអានឹងឲ្យវាលេបទៅវាងប់យ៉ាងណាមិញអ្នកធ្វើបាបក៏អញ្ចឹងដែរពេលដែលសាបព្រោះក្របពូជហ្នឹងអត់ដឹងថាផលហ្នឹងបានជាស្អីទេដល់ពេលតមូលផលមកបានដឹងថាផលហ្នឹងជាស្អីជាកុសលឬក៏ជាកម្មជាបាបអាហ្នឹងអញ្ចឹងណាជួយគ្នាទៅអ្វីដែលយើងធ្វើទៅបានជួយគ្នាបានគួរធ្វើទៅសម្រាប់គ្រួសារយើងជនជាតិយើងពូជពងវងតកូលយើងជួយគ្នាទៅកុំចង់ឈ្នះចង់ចាញ់មិនមែនជាកុសលល្អទេយើងខ្ញុំណា